Plek luôn á cho tới Việt Nam thì đầy phần tay video cắt là Đà Lạt ní á được có chạp xong trong video nó cứ chia vlog Đà Lạt day 4មួយmình chỉ ca một mũi hơi adminสบายจะแต่เดี๋ยวซาแต่เตอร์ลับtừวันจังเลยพวกยังกระโปรงแต่น้องนี่รองจำตะซีมายกดำใบยกอีวันตะดักในกลางเบนแลนด์ต่อไปจริงกลางเบนแลนด์คือพวกยังถอยยามตายนักออกคลิปเพลินในĐà Lạtนี่chiaสูบัวกูก็จะตะนอมยังเติมมองแทบบ่ย้อมแกแต่ยำในห้างมือย้อมหอบห้างหาละย้ำในมาดมหนังได้นักออกนี่ในĐà Lạtอัดคว้าตีห้างหาละต่อไปยำให้คือน้องนี่รัวร้อนเตอกลางกาแฟได้ละใบมีการจราจรนักออกนี่มาดอคือการจราบอกเกมแมนđã từng khóc xuyên qua đêm tình mộng gối đang ướt đẫm chợt anh như hè qua ngập tràn ấm êm nắng sớm dù hai ta ra đi và dù hai ta ra đi vẫn còn đây bóng dáng ngày ấy một điều xa xưa ta đều qua rồi hôm đi ngàn năm về sau mình vẫn có nhau tô màu lên trái hoang tình yêu chúng mình đập tan màn sương mù kia còn vương vấn không buông bàn tay đắm đuôi về say anh vô men vậy một cái anh thôi mà đang xem nhau bên nào đinh đại vô men thôi đâu rồi ai à không mà giờ hiện thôi anh vô tôm mình xem mùi tiên mình pi cắt một cái mai trái á này nắng sạch nói sao đẹp sạch đấy cái nào mấy trái này xong English ăn bị chết no chết no ô biết than nắng mình tự cây hả ngon không ngon no number one cháu tiền cắm này ngắm hàng gió cũng đi người ta lại lệch môi cái gì បន្ទាប់ពីពួកខ្ញុំបាន enjoy life នៅកាហ្វេហើយគឺពួកខ្ញុំបានទៅកន្លែងមួយកន្លែងទៀតដែលមានឈ្មោះថា Crazy House ចឹងភាសាខ្មែរយើងមានន័យថាផ្ទះឈួតអូយអ្នកទាំងអស់គ្នាឈួតរបស់គេមែនខ្ញុំដើរឡើងវែងវាន់ពេញហ្នឹងហ្មងចឹង Crazy House នេះអ្នកទាំងអស់គ្នាពេលដើរឃើញបន្ទប់ហ្នឹងអាហ្នឹងគឺជាស្ថានភាពរបស់គេអ្នកទាំងអស់គ្នាតែយើងអាចដើរមើលបានទៀតខ្ញុំសម័យអត់ចេញញាក់ដែលពងអាគេឲ្យគេមកអឺតមើលពេញហ្នឹងហើយបន្ទប់គេនីមួយៗហ្នឹងមានធីមខុសគ្នាទៀតខ្លាទៅមានកុងហ្គូរូទៅមានរូបតន្ត្រីទៅវាមានច្រើនហ្មងអ្នករូបរាងផ្ទះបងមួយហ្នឹងរូបរាងដោយលក្ខណៈដើមឈើចម្លែកធំហើយតបជាប់គ្នាទាំងអស់ចឹងមានន័យថាពេលយើងឡើងផ្ទះមួយយើងអាចដើរបានគ្រប់ផ្ទះបើសួរថាអគារហ្នឹងគេនៅសាងសង់អត់គេនៅសាងសង់ទៀតអ្នកទាំងអស់គ្នាហើយគេសាងសង់តាំងពីឆ្នាំ1909និយាយពីអារម្មណ៍ដែលខ្ញុំចូលទៅឃើញដំបូងណាគឺខ្ញុំមានអារម្មណ៍ថាដូចនៅក្នុងរឿងនិទានមួយតាមខ្ញុំវិញខ្ញុំគិតថាវាដូចជា Alice in the Wonderland អ្នកទាំងអស់គ្នាហើយគោលបំណងរបស់គេហ្នឹងគឺគេចង់ឲ្យមនុស្សដើរវិញនៅក្នុងហ្នឹងដើម្បីឲ្យសុបាយចឹងណារបៀបថាដើររកគ្នាអីចឹងណាសម្រាប់ខ្ញុំគឺខ្ញុំអត់សប្បាយសោះគឺវីដេអូនេះគឺខ្ញុំឈឺក្បាលមែនតើអ្នកទាំងអស់គ្នាក៏បំណងរបស់គេមួយទៀតហ្នឹងអាគេរបស់គេក៏មានរូបរាងជ្រុងអ្នកទាំងអស់គ្នាគេធ្វើគ្រប់យ៉ាងទាំងអស់គឺរាងកោងទាំងអស់ Crazy House ហ្នឹងកន្លែងដែលខ្ញុំចូលចិត្តជាងគេគឺនៅក្នុងបាតសមុទ្រអ្នកទាំងអស់គ្នាគឺខ្ញុំចិត្តកន្លែងហ្នឹងខ្លាំងខ្ញុំមានអារម្មណ៍ថា creative ហ្មងខ្ញុំមើលម្ដងហើយម្ដងទៀតនៅតែគិតក្នុងចិត្តថាមានន័យអស្ចារ្យជាងមនុស្សហើយមនុស្សអាចបង្កើតអ្វីគ្រប់យ៉ាងបាទអ្នកទាំងអស់គ្នាមកដល់ឡាខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាទិញនំនៅកន្លែងវត្តនេះគឺឆ្ងាញ់មែនតើខានណាតម្លៃធូរហ្មងអ្នកទាំងអស់គ្នាអញ្ចឹងមុនចេញដំណើរគឺពួកខ្ញុំបានមកញ៉ាំនៅកន្លែង Don Chicken នេះកន្លែងហ្នឹងគឺមាន់សុទ្ធហើយគេមានម្ហូបលក្ខណៈ Korean អញ្ចឹងសំខាន់ពេលខ្ញុំពងអង្គុយហើយខ្ញុំហូបចិត្តខ្លាំងនៅស្រុកនេះខ្ញុំមិនដឹងថាគេកាត់មិនទេណាគឺជក់បរិយនៅក្នុងហាងហ្នឹងហ្មងក្នុងចិត្តខឹងឥឡូវយើងមកភ្លក់ម្ហូបរបស់យើងវិញចាអូយចិត្តមែនតើមួយម៉ាត់ហ្នឹងគឺខ្ញុំចាំដល់ឥឡូវញ៉ាំមកហើយចេញមើលទេសភាពនៅវៀតណាមអញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់មកពួកខ្ញុំបានទៅសាទៅនៅទៀតហើយចាមិត្តភក្តិខ្ញុំនេះឃើញទេសភាពស្អាតហើយខ្ញុំអត់ខ្ចប់បិទមាត់អត់ចិត្តទេចាគឺនាំគ្នាមកទិញសូកូឡារបស់គេនេះចាមានសូកូឡារសជាតិស្រាលមានសូកូឡារសជាតិម៉ាត់ឆាយេសូកូឡាគេប្លែកៗឆ្អែកដើរលេងហើយគឺនាំគ្នាដើរត្រឡប់ទៅកន្លែងបេឡានយើងវិញ
Đó là day 4 bỏ dương và chọc thẩm năng heo nếu chăm vật lọc day 5 một ngày trước nơi Hồ Chí Minh. Con chừng điệp lên nè, tặng ngọc ni, bye bye.